នារីម្នាក់ចង់បានប្រយោជន៍ខ្លាំងពេកហ៊ានធ្វើរឿងបែបនេះដើម្បីបង្ហោះនៅលើបណ្ដាញសង្គម TikTok បុគ្គលិកសុខាភិបាលម្នាក់អាយុ19ឆ្នាំនៅរដ្ឋ Georgia សហរដ្ឋអាមេរិកត្រូវបានចាប់ខ្លួនបន្ទាប់ពីបង្ហោះវីដេអូមិនសមរម្យជាមួយអ្នកជំងឺរបស់ខ្លួនជនសង្ស័យមានឈ្មោះថា Lucrecia Comasa Koyan ក្នុងវីដេអូដែលកំពុងមានការរិះគន់យ៉ាងខ្លាំងនាងបានស្លៀកសម្លៀកបំពាក់ពេទ្យហើយរាំបែប twerking បើហើយបែបខ្មែររាំបែបអាភិកនៅលើក្បាលរបស់អ្នកជំងឺកំពុងនៅក្នុងអាងហែកទឹកលើពីនេះក៏មានវីដេអូមួយទៀតដែលបង្ហាញពីសកម្មភាពស្រដៀងគ្នានេះចំពោះអ្នកជំងឺបរិម្នាក់កំពុងអង្គុយនៅលើរទេះរុញផងដែររឿងនេះមិនមែនត្រឹមតែជាការជជែកវិញញែកនៅលើបណ្ដាញសង្គមនោះទេប៉ូលីសក្រុង Loganville បានបើកការស៊ើបអង្កេតភ្លាមៗនៅថ្ងៃទី28ខែមករានាងក៏យ៉ាងត្រូវបានចាប់ខ្លួននៅផ្ទះរបស់នាងនិងបញ្ជូនទៅពន្ធនាគារ Walton County ពីបទរំលោភបំពានលើជនពិការទោះបីជាខាងជនសង្ស័យដោះស្រាយថាអ្នកជំងឺយល់ព្រមនិងអាចប្រាស្រ័យទាក់ទងបានក៏ដោយប៉ុន្តែសាធារណជននិងច្បាប់មិនអាចទទួលបានទេនេះគឺជាមេរៀនដ៏មានតម្លៃអំពីសីលធម៌វិជ្ជាជីវៈនិងសិទ្ធិឯកជនរបស់អ្នកជំងឺតើអ្នកយល់យ៉ាងណាចំពោះសកម្មភាពនេះសូមបញ្ចេញមតិយោបល់នៅខាងក្រោម